តបងប្អូនទាំងអស់គ្នាឃើញទឹកធ្លាក់ហើយទឹកហូរខ្លាំងអញ្ចឹងទីមើលថាខ្ញុំទៅលេងណានេះគឺជាវីដេអូមួយថ្ងៃពេញដែលខ្ញុំបានថតកាលពេលពួកខ្ញុំទៅលេង Niagara Falls កាលខែ Summer និយាយទៅវីដេអូហ្នឹងគឺថតយូរហើយតាំងពី Summer ឆ្នាំមុនឥឡូវជិតចូលដល់ Summer ឆ្នាំថ្មីមួយទៀតតែប្រហែលខែទៀតទេប៉ុន្តែតែបានយកមក edit ចូលគ្នាឲ្យផុសបើសិនជាអត់យកមក edit ហើយនឹងផុសកាត់តចូលគ្នាបញ្ចូលសលេងផុសទុកមើលទេគឺវីដេអូហ្នឹងគឺនៅនឹងឯងហ្នឹងយើងយកវា footage ខ្លីៗយកមកដាក់ចូលគ្នាហើយយើងទុកមើលទៅLove you សំដែងមួយ I love you សំដែងមួយនិយាយទៅកុំឆ្ងល់ថាម៉េចបានខ្ញុំអត់មានវីដេអូពីអ្នកប៉ាខ្ញុំព្រោះដោយសារអីកូនបើវាធ្លាក់លេខហើយលេខ1លេខ2វាបានទៅចៅអស់ហើយអញ្ចឹងកូនធ្លាក់លេខគឺថាចោះពីឡានភ្លាមដាក់ឲ្យតែរុញចៅដើរលេង3អ្នកចៅអត់មានចាំអ្នកណាទេទំមតែដើរលោកតាឃើញនៅមួយចៅអូចៅទៅថតរូបឲ្យចៅមើលនេះមើលនោះឥឡូវយើងនាំគ្នាដើរទៅជិះទូកទាំងអស់គ្នានិយាយទៅកន្លែងដែលពួកខ្ញុំថតមិញហ្នឹងគឺនៅពីលើរូបភាពទស្សនវិជ្ជាពីខាងលើអញ្ចឹងណាយើងមើលទៅឃើញទឹកជ្រោះធ្លាក់ហើយឃើញទូកគេជិះនៅក្រោមឥឡូវយើងនាំគ្នាដើរទៅជិះទូកហើយទេសភាពគេស្អាតណាស់អ្នកទាំងអស់គ្នាតិចនិយាយទៅខ្ញុំមកច្រើនដងប៉ុន្តែនៅតែមានអារម្មណ៍ថាសប្បាយព្រោះដោយសារយើងមកបានមកលេងជុំគ្នាជាមួយក្រុមគ្រួសារយើងជាមួយមនុស្សដែលយើងស្រឡាញ់អញ្ចឹងណាអញ្ចឹងទៅពេលមកទោះមកច្រើនដងកន្លែងទៅដែរញ៉ាំអីម្ហូបមិនសូវឆ្ងាញ់ម្ហូបឆ្ងាញ់គឺមានអារម្មណ៍ថាសប្បាយចិត្តហ្មងហើយថតភ្លេចមើលម៉ែឪខ្ញុំគឺក្មេងសុំចាញ់ស្វីតដល់ចាស់នេះឥឡូវយើងធ្វើដំណើរទៅជិះទូកនៅខាងក្រោមហ្នឹងដែលខ្ញុំដាក់ព្រួយហ្នឹងអ្នកនរគ្នាឥឡូវបានដល់ហើយនិយាយទៅអត់បានថតពីផ្លូវដើរចុះអីទេព្រោះដោយសារមានអាតេះកូនផងហើយយើងត្រូវផ្ញើអាតេះផ្ញើអីផងអញ្ចឹងណាឥឡូវនាំកូនមកជិះទាំងអស់គ្នានិយាយទៅកូនទូចប៉ុណ្ណាក៏ដល់ក៏ស្ពីមិនដែរដាក់អាប្រដាប់ baby carrier ស្ពីអញ្ចឹងទៅហើយកូនមួយទៀតអោបអញ្ចឹងទៅដាក់ពាក់ក្នុងអាវភ្លៀងជាមួយគ្នាអញ្ចឹងទៅនិយាយទៅគឺមានកូនតូចបើយើងចង់ដើរលេងគឺត្រូវយកទៅគ្រប់ទីកន្លែងណាគេថាមានកូនតូចដើរលេងអត់បានកូនតូចផ្ទះនេះគឺថាទៅហ្មងទៅតាំងពីទូចកូនងាមិនក៏ទៅដែរនិយាយទៅកូនតូចមិនមែនជាឧបសគ្គឥឡូវមកមើលពីទស្សនវិជ្ជាដែលយើងជិះមកដល់ចិត្តក្បែរទឹកជ្រោះ Niagara Falls អ្នកទាំងអស់គ្នាគឺទឹកធំមែនតើហើយយើងសើមទាំងអស់គ្នាហ្មងចាំមិនគេចែកឲ្យភ្លៀងនេះប៉ុន្តែសប្បាយមែនតើតែកូនមកអត់សូវសប្បាយព្រោះដោយសារគាត់នៅទូចអញ្ចឹងគាត់រៀងឆ្ងល់រៀងឃើញទឹកអីចឹងលើកទី1របស់គាត់ក៏ដែរឃើញអញ្ចឹងណានិយាយទៅការជិះទូកហ្នឹងដូចជាតែថាកន្លះម៉ោងចោះទៅទាំងម៉ោងអញ្ចឹងណានិយាយទៅគេមានទូកពីខាងកាណាដាពណ៌ក្រហមទូកពីខាងអាមេរិកទៅគឺពណ៌ខៀវឥឡូវយើងចាប់ហើយយើងនាំគ្នាទៅយកតែហើយមើលកូនខ្ញុំគឺនាំគ្នាគេងលក់អត់លេងគឺគ្នាបាក់បៀមែនតានឥឡូវមកស្ដាប់សលេងកូនខ្ញុំសមុខទាំងអស់គ្នាទាំងអស់គ្នាអាលេងម៉ែអ្នកបញ្ចូលសលេងគ្នាសមុខដែរតែវាមិនលឺខ្លាំងចឹងទេឥឡូវបាយបាយ vlog យើងមក Niagara Falls មានតែប៉ុណ្្នឹងទេហើយផុសទុកជាការចងចាំនៅក្នុងក្រុមគ្រួសាររបស់យើងបាយបាយ